ចាប់ផ្ដើមពីតូចព្រោះតែចង់ឲ្យជីវិតខ្លួនឯងរីកចម្រើនទើបយើងស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីបង្កើតទម្លាប់ល្អហើយទម្លាប់ល្អដែលយើងចង់បង្កើតទម្លាប់ល្អដែលធ្វើឲ្យជីវិតរបស់យើងផ្លាស់ប្ដូរក៏មានច្រើនដែរតែទម្លាប់ល្អៗដែលកំពុងតែពេញនិយមនាពេលបច្ចុប្បន្នមានដូចជាក្រោកពីព្រឹកព្រលឹមធ្វើសមាធិអានសៀវភៅនិងហាត់ប្រាណជាដើមប៉ុន្តែការបង្កើតទម្លាប់ល្អមួយមិនមែនជារឿងងាយស្រួលនោះទេពេលខ្លះទម្លាប់ល្អតែមួយក៏យើងបង្កើតមិនបានផងធ្វើបានតែប៉ុន្មានថ្ងៃក៏បោះបង់កុំថាឡើយដល់ទម្លាប់ល្អៗជាច្រើនទៀតដែលអាចផ្លាស់ប្ដូរជីវិតយើងនោះពិតមែនវាជារឿងដែលពិបាកទៅរួចណាស់ដែលថាយើងអាចបង្កើតទម្លាប់ល្អៗជាច្រើនបានក្នុងពេលតែមួយដូច្នេះអ្វីដែលយើងអាចធ្វើបានគឺបានត្រឹមតែសរសេរទម្លាប់ល្អៗទាំងនោះទុកហើយនៅពេលដែលយើងត្រូវធ្វើសកម្មភាពមែនទែនគឺសូមជ្រើសរើសសកម្មភាពតែមួយមកអនុវត្តសិនបានហើយនេះគឺជាផ្នែកមួយនៃការចាប់ផ្ដើមពីតូចសម្រាប់ខ្ញុំការចាប់ផ្ដើមពីតូចគឺនៅមានន័យពីរយ៉ាងផ្សេងទៀតទី1គឺធ្វើក្នុងបរិមាណតិចបន្ទាប់ពីជ្រើសរើសសកម្មភាពមួយនៅក្នុងចំណោមសកម្មភាពជាច្រើនយកមកអនុវត្តហើយរឿងបន្ទាប់ទៀតដែលអ្នកគួរធ្វើគឺធ្វើវាក្នុងបរិមាណតិចឧទាហរណ៍ថាវាជាទម្លាប់នៃការអានសៀវភៅអញ្ចឹងអ្នកពុំគួរកំណត់គោលដៅខ្ពស់ពេកទេពុំគួរកំណត់ថាអាន1ម៉ោងក្នុងមួយថ្ងៃអានឲ្យបាន30នាទីក្នុងមួយថ្ងៃឬអានឲ្យបាន4ទៅ5ក្បាលនៅក្នុងមួយខែអីដោយសារតែអ្នកស្ថិតនៅក្នុងការចាប់ផ្ដើមដំបូងដូច្នេះអ្នកអាចចាប់ផ្ដើមអានចាប់ពី1ទៅ5ទំព័រក៏បាននៅក្នុងមួយថ្ងៃចូលមកដល់អត្ថន័យទី2នៃការចាប់ផ្ដើមតូចសម្រាប់ខ្ញុំការចាប់ផ្ដើមតូចនៅមានន័យម្យ៉ាងទៀតថាមិនកំណត់ពេលវេលាមានន័យថាអ្នកមិនចាំបាច់កំណត់ពេលវេលាថាអ្នកត្រូវតែអាននៅម៉ោង5ព្រឹកអាននៅពេលល្ងាចឬក៏អានមុនពេលចូលដេកនោះទេអានពេលណាក៏បានដែរព្រោះអ្នកស្ថិតនៅក្នុងការចាប់ផ្ដើមដំបូងសរុបអត្ថន័យដែលខ្ញុំចង់និយាយគឺក្នុងការចាប់ផ្ដើមដំបូងនេះវាមិនសំខាន់ទេថាអ្នកអានបានប្រមាណទំព័រវាមិនសំខាន់ទេថាអ្នកអាននៅពេលណាប៉ុន្តែអ្វីដែលសំខាន់គឺអ្នកត្រូវតែប្រាកដចិត្តថាអ្នកបានធ្វើវារៀងរាល់ថ្ងៃមិនឲ្យរំលងសាកល្បងប្រើវិធីសាស្ត្រនេះហើយនៅពេលណាដែលមានអារម្មណ៍ថាទម្លាប់របស់អ្នកចាប់ផ្ដើមរឹងមាំហើយអ្នកប្រាកដចិត្តហើយថាអ្នកអាចរក្សាទម្លាប់នៃការអាននេះបានល្អហើយសូមអ្នកចាត់ចែងវាឲ្យត្រូវតាមកាលដែលអ្នកកំណត់ក៏បានម្យ៉ាងវិញទៀតបើទម្លាប់មួយនឹងរឹងមាំហើយសូមកុំភ្លេចបង្កើតទម្លាប់ល្អមួយផ្សេងទៀតដោយវិធីសាស្ត្រដដែលនេះឲ្យសោះ